បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការឆ្លើយតបខមមិនបងប្រុសម្នាក់ដែលគាត់សួរពាក់ព័ន្ធមួយភ្លើង Trifa គាត់សួរបងសម្រាប់ភ្លើង Trifa បាទ3ហ្វាហ្នឹងឆ្នោតក្រហមឆ្នោតខៀវឆ្នោតលឿងតើឆ្នោតមួយណាដែលមានកម្លាំងភ្លើងខ្លាំងជាងគេបាទសម្រាប់ភ្លើង3ហ្វាឬ Trifa បាទពាន់ភ្លើង3ហ្វាឬ Trifa ហ្នឹងណាបើយើងសួរតើខ្សែណាដែលមានកម្លាំងខ្លាំងជាងគេគឺខ្សែហ្វាបើធៀបមួយខ្សែ node បាទប៉ុន្តែបើយើងសួរកម្លាំងបែបព័ន្ធមួយតង់ខ្យងវិញបាទតង់ខ្យងបើយើងបួកអំពីហ្វាជាមួយ node យើងទទួលបានតង់ខ្យង220ជាទូទៅប្រើតាមផ្ទះប្រើមួយអង្ហាលប្រើមួយទៅទូបាទឬក៏ប្រើមួយអីផ្សេងៗពូលអីចឹងទៅប៉ុន្តែបើយើងបួកអំពីហ្វានិងហ្វាយើងទទួលបានកម្លាំងតង់ខ្យងបាទ380ជាទូទៅប្រើនៅតាមរោងចក្រប្រើនៅតាមម៉ូទ័រធំអីចឹងទៅប៉ុន្តែបើសួរអំពីឆ្នោតក្រហមខៀវលឿងឬក៏ពណ៌ខ្សែក៏ប៉ុន្តែពណ៌ទាំងអស់ហ្នឹងគាត់នឹងយើងសម្គាល់សម្រាប់ខ្សែហ្វា1ហ្វា2ហ្វា3ទេទីទូទៅភ្លើង Trifa វាមានគឺយើងអូសទៅគឺមាន4សរសៃមានហ្វាទី1ហ្វាទី2ហ្វាទី3និងខ្សែ node បាទហើយអ្វីដែលគេសម្គាល់ណាទីទូទៅគេសម្គាល់ណាខ្សែក្រហមហើយនិងពណ៌ក្រហមនិងពណ៌ត្នោតគឺជាហ្វាទី1ហើយពណ៌បាទដូចជាពណ៌ខ្មៅនិងពណ៌លឿងហ្វាទី2ហើយពណ៌ប្រផេះនិងពណ៌ខៀវចាស់គឺជាហ្វាទី3ចំណែកឯពណ៌ខៀវខ្ចីនេះគឺជាខ្សែ node បាទហើយហ្វាទាំង3បាទហ្វា1ហ្វា2ហ្វា3ហ្នឹងគឺមិនមានហ្វាណាដែលមានកម្លាំងខ្លាំងជាងគេទេអត់មានទេគឺកម្លាំងនេះស្មើគ្នាបាទកម្លាំងស្មើគ្នាប៉ុន្តែបើហ្វានិងហ្វាមានកម្លាំងខ្លាំងជាងហ្វានិង node បាទអញ្ចឹងចម្លើយចុងក្រោយគឺហ្វាទាំង3មិនមានហ្វាមួយណាមានកម្លាំងខ្លាំងជាងហ្វាមួយណាទេអរគុណជម្រាបលាបងប្រុស